បាទគោរពជំរាបសួរថ្នាក់ដឹកនាំទាំងអស់គ្នាបាទចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអំពីការគូសវាសផែនការនិងប្រភពនៃចំណូលដែលយើងទទួលបានអំពីការបបួលគ្នាលេងបណ្ដាញសង្គមថ្មីរបស់ខ្មែរយើងណាបាទតើវាមានអត្ថប្រយោជន៍យ៉ាងម៉េចខ្លះចឹងការបបួលបាទមនុស្សគ្រប់គ្នាគឺចេះលេងអស់ហើយបាទលេងបណ្ដាញសង្គមចេះឆាតចេះអីនឹងគឺចេះអស់ហើយបាទគាត់ថាបច្ចុប្បន្នលេងវាអត់មានបានប្រយោជន៍អីទេវាពិបាករកចំណូលមែនទេតាមរយៈបណ្ដាញសង្គមដូចជា Facebook TikTok Telegram គឺវាពិបាកមែនទេសម្រាប់អ្នកអត់ចេះបាទតែបើសម្រាប់អ្នកចេះវាអត់អីទេគេងាយរកទេតែបើសម្រាប់អ្នកអត់ចេះគេមិនដឹងថាត្រូវរកចំណូលតាមរយៈបណ្ដាញសង្គម Facebook TikTok Telegram រកដោយរបៀបណាទេអញ្ចឹងនៅទីនេះគឺខ្ញុំចង់បង្ហាញអំពីបណ្ដាញសង្គមថ្មីមួយដែលមានឈ្មោះថា SGM នេះដែលអ្នកអត់ចេះក៏អាចសាងចំណូលបានតាមរយៈបណ្ដាញសង្គមមួយនឹងដែរតើត្រូវធ្វើម៉េចអញ្ចឹងធ្វើម៉េចដើម្បីបានចំណូលអំពីបណ្ដាញសង្គមថ្មីមួយនឹងទីមួយយើងគ្រាន់តែមាន ID នេះឃើញទេនេះគឺខ្ញុំសូមបង្ហាញអំពីរបៀបបញ្យលណាបាទនេះ ID មាន ID នេះបានមកពីណាគឺបានមកពីអ្នកដែលគេប្រាប់យើងនឹងគាត់ជាអ្នកបង្កើត ID នឹងឲ្យយើងបាទហើយចំណុចមួយទៀតគឺយើងត្រូវគ្រប់លក្ខខណ្ឌ3ចំណុចគឺ KYC បាទ KYC 3 account ហើយនិង bio តើ KYC ជាអីគេ KYC គឺជាការបំពេញបែបបត់ឲ្យគ្រប់បាទមានការថតអត្តសញ្ញាណរបស់យើងចូលបាទ scan អត្តសញ្ញាណរបស់យើងចូល scan មុខ scan អីហ្នឹងគឺជាសោមួយដែរជាសោមួយក្នុងការការពារទ្រព្យរបស់យើងដែរកន្លែងហ្នឹងណាបាទអញ្ចឹងអស់តែ$1ទេកន្លែងហ្នឹងបាទមួយទៀតគឺ 3 account គឺសំដៅទៅលើការសាងរចនាសម្ព័ន្ធអញ្ចឹងពេលដែលយើងចុចទិញមុខងារមួយនឹងអស់$1ទៀតគឺយើងអាចសាង app account ចេញពីយើងបានមានក្រុមខាងឆ្វេងក្រុមខាងស្ដាំនឹងសាញបន្តឲ្យមានលេខកូដដើម្បីយកលេខកូដនឹងឲ្យទៅដល់ដៃគូរបស់យើងដើម្បីគាត់នឹងអាចចូលប្រើប្រាស់បានអញ្ចឹងតើចុចទិញអាហ្នឹងទៅមានកន្លែងយើងអាចសាញ app ឲ្យគេបានបាទ bio គឺជាចំណុចអីចំណាយ$1ដែរ bio គឺយើងបំពេញបែបបត់អត្តសញ្ញាណរបស់យើងឲ្យគេស្គាល់គឺបង្ហាញអំពីភាពជានរណារបស់យើងនឹងឲ្យតែគេស្គាល់ដូចយើងមាន name card កាត WhatsApp អញ្ចឹងណាបាទអញ្ចឹងនេះគឺយើងបំពេញតែ3ចំណុចហ្នឹងទេហើយអស់តែ$3ឯគត់នេះអស់តែ$3គត់អញ្ចឹងគ្រប់លក្ខខណ្ឌណាអញ្ចឹងនៅពេលដែលយើងមានអ្នកគ្រប់លក្ខខណ្ឌម្នាក់យើងទទួលបាន0.025រាល់ថ្ងៃបើតែក្នុងមួយថ្ងៃគឺយើងបានប៉ុណ្ណឹងរាល់ថ្ងៃហ្មងបាទរាល់ថ្ងៃបាទហើយខ្ញុំបញ្ជាក់ជូនមួយទៀតនៅក្នុងកម្មវិធី SGIEM ហ្នឹងគេបានផ្ដល់ចំណែកមួយគឺចំណែក UO បាទគឺបានមួយដែរសម្រាប់អ្នកដែលគ្រប់លក្ខខណ្ឌអញ្ចឹងចំណែកមួយហ្នឹងគឺជាអីគេគឺចំណែកជាម្ចាស់នៃកម្មវិធីទាំងមូលបាទអញ្ចឹងចង់រីកទៅដល់ណាក៏ដោយដំណើរការដល់ណាក៏ដោយឲ្យតែកម្មវិធីហ្នឹងមានអ្នកប្រើប្រាស់គឺមានចំណូលចូលមកកាន់យើងក្នុងនាមគឺជាម្ចាស់នឹងតែម្ដងបាទនេះគឺឲ្យ free តែម្ដងជូនសម្រាប់អ្នកគ្រប់លក្ខខណ្ឌនឹងសំដៅលើអ្នកគ្រប់លក្ខខណ្ឌមួយយើងបានអញ្ចឹងណារាល់ថ្ងៃយើងបានអញ្ចឹងហើយអញ្ចឹងនៅពេលដែលយើងគ្រប់លក្ខខណ្ឌរហូតដល់ទៅ334នាក់បាទអាហ្នឹងមិនមែនតតែគ្រប់ប៉ុណ្ណឹងទៅជាបានចំណូលទេណាគ្រប់1បាន1គ្រប់2បាន2គ្រប់3បាន3គ្រប់ប៉ុណ្ណាគឺបានចំណូលប៉ុណ្ណឹងចំណូលពីតិចរហូតដល់ច្រើនអញ្ចឹងបើសិនជាគ្រប់334នាក់នេះសំដៅដល់គ្រប់ហើយយើងទទួលបានចំណូលមិននេះក្នុងម្នាក់គឺយើងបានប៉ុណ្ណឹងអញ្ចឹងយើងគុណនឹង334នាក់ទៅក្នុងរយៈពេល30ថ្ងៃគឺយើងទទួលបាន$250តែបើយើងចែកចំណូលជាប្រចាំថ្ងៃវិញអញ្ចឹងបើយើងគុណណាបាទមួយថ្ងៃគឺបាន$33,400រៀលក្នុងមួយថ្ងៃបាទហើយបើយើងអត់ដកយកមកប្រើប្រាស់ជាប្រចាំថ្ងៃទេទុករយៈពេល30ថ្ងៃយើងបាន$250នេះគឺជាប្រាក់គោលដូចប្រាក់គោលអញ្ចឹងថេរហ្មងចំណូលហ្នឹងគឺថេរហ្មងបាទរាល់ថ្ងៃរាល់ខែគឺបានអញ្ចឹងបើសិនជាយើងប្រាប់បន្តទៀតបាទយើងប្រាប់បន្តទៀត6ដល់ទៅ668នាក់ក្នុងបាទម្នាក់យើងបានប៉ុណ្ណឹងរយៈពេល30ថ្ងៃគឺយើងបាន$500បាទបើយើងគិតជាថ្ងៃវិញ
យក$500ហ្នឹងចែកនឹង30ថ្ងៃមកគឺមួយថ្ងៃគឺយើងគិតជាលុយខ្មែរ$66800រៀលក្នុងមួយថ្ងៃបាទយើងបានប៉ុណ្ណឹងបាទរាល់ថ្ងៃរាល់ខែគឺយើងបានប៉ុណ្ណឹងហ្មងចុះបើយើងដល់ទៅ1000នាក់គុណនឹងប៉ុណ្ណេះមកមួយថ្ងៃយើងបាន100000បាទមួយថ្ងៃយើងបាន100000រយៈពេល30ថ្ងៃគឺយើងបាន$750បាទនេះបាទរយៈពេល30ថ្ងៃយើងបាន$750នេះគឺជាចំណូលថេបាទចុះបើសិនជាខ្ញុំឈប់ប្រាប់គេខ្ញុំឈប់ធ្វើតើខ្ញុំនៅបានចំណូលអញ្ចឹងទៀតអត់នៅតែបានរហូតបាទអញ្ចឹងឃើញគេដាក់ថេនេះដាក់ថាចំណូលថេគឺបានអញ្ចឹងរហូតរាល់ថ្ងៃរាល់ខែរាល់ថ្ងៃគឺបានអញ្ចឹងរហូតចង់យើងធ្វើក៏ដោយយើងមិនធ្វើក៏ដោយក៏យើងនៅតែបានអញ្ចឹងដែរបាទនេះហើយគេហៅថាចំណូលអកម្មបាទចុះមិនបានចំណូលអកម្មអញ្ចឹងដោយសារតែយើងមានកម្មនេះកម្មពីខាងដើមនេះដែលយើងបានប្រាប់គេប្រហែលអ្នកអូខេមានលេខកូដគេលេងបណ្ដាញសង្គម Paul Live Share អី comment ទៅគេហ្នឹងតែយើងបានចំណូលអញ្ចឹងណានេះគឺជាចំណូលអកម្មរបស់យើងហើយបាទអូខេបងប្អូនអរគ្នាបាទឥឡូវយើងមកដាក់ផែនការបងប្អូនគ្នាចុះបើសិនជាខ្ញុំនេះចង់បានមួយថ្ងៃ100000បាទមួយខែ$750តែខ្ញុំគួរតែធ្វើប្រហែលថ្ងៃប្រហែលខែប្រហែលឆ្នាំទៅបានប៉ុណ្ណឹងតើតែយើងរៀបចំផែនការបានហើយលឿនទៀតចុះបើយើងមិនរៀបចំផែនការធ្វើតាមដំណើរយើងបានបែបតាមដំណើរបាទវាប្រើពេលវេលាយូរចុះបើយើងរៀបចំផែនការមកតើ1000អ្នកហ្នឹងមួយថ្ងៃយើងគួរតែប្រាប់ប្រហែលមួយថ្ងៃបើសិនជាយើងប្រាប់10នាក់ណានោះយើងចំណាយពេលរហូតដល់ទៅ100ថ្ងៃឯណោះទើបអស់1000នាក់បាទអញ្ចឹងបើគិតជាខែវាស្មើទៅនឹង3ខែ10ថ្ងៃអញ្ចឹងភាពរវល់របស់យើងពេញមួយជីវិតរបស់យើងនេះគឺយើងរវល់តែ3ខែ10ថ្ងៃតែប៉ុណ្ណោះហើយចំណូលរបស់យើងគឺយើងបានអញ្ចឹងនេះរាល់ថ្ងៃរាល់ខែគឺយើងបានអញ្ចឹងហ្មងបាទរហូតតកូនតចៅតចំនួនឲ្យទៅកាន់សាច់ញាតិរបស់យើងតទៀតបានទៀតនោះបាទនេះគឺជាប្រភពចំណូលបែបអកម្មបែប technology ប្រព័ន្ធមួយហ្នឹងបាទអញ្ចឹងនេះគឺជាភាពរវល់មួយដើម្បីបង្កឲ្យលេងរវល់ពេញមួយជីវិតនឹងតែម្ដងនឹងបើសិនយើងធ្វើការងារនៅខាងក្រៅ3ខែ10ថ្ងៃគឺយើងធ្វើរហូតមកយើងហ៊ានសាក់ជប់ធ្វើមើលមានចំណូលចូលទេអត់មានទេបាទតើតែធ្វើទៅមានចំណូលតែ technology បច្ចេកវិទ្យាមួយនេះអ្នកចេះធ្វើក៏ធ្វើបានអ្នកដែលមិនចេះធ្វើក៏រឹតតែធ្វើបានទៀតងាយមែនទេហើយចំណាយពេលវេលាខ្លីមែនទេគឺត្រឹមតែ3ខែ10ថ្ងៃទេដើម្បីឲ្យគ្រប់1000អ្នកហ្នឹងឲ្យចូលរួមតាមរយៈយើងបាទហើយចំណូលរបស់យើងគឺដូចចំណូលប្រាក់ត្រែតចឹងបាទមួយទៀតអត់ទាន់អស់ចំណូលទេខាងលើនេះគឺជាចំណូលបែបគោលបាទបែបគោលបែបជាចំណូលថេដូចប្រាក់ខែគោលដូចប្រាក់ត្រែតចឹងតែចំណូលនៅខាងក្រោមនេះគឺសំដៅទៅលើអ្នកដែលយើងប្រាប់ទាំងអស់គឺស្ថិតនៅក្នុងក្រុមរបស់យើងគេថាក្រុមអ្នកចាយហ្នឹងឲ្យតែគេចាយម៉ោងណាពេលណាវេលាណាឲ្យតែចាយលើតម្រូវការរបស់គេអំបិលស្ករប៊ីចេងទឹកត្រីទឹកស្អ៊ីម៉ូតូឡានតែផ្ទះឲ្យតែចាយគឺមានចំណូលចូលមកកាន់បងប្អូនមកតង់ទៀតនេះនៅក្នុង system គឺមានណាបាទចាំចូលមើលក្នុង system ទៅគឺឃើញកន្លែងចំណូល direct sponsor អ្នកយើងណែនាំបន្តទាំងអស់នេះឲ្យតែគេចាយគឺចូលមកឲ្យតែចាយចូលអានេះគឺជាចំណូលមកតង់ទៀតចំណូលមួយទៀតក្រុមរបស់យើងដែលយើងបានប្រាប់ប្រមាណអ្នកហ្នឹងគេរកចំណូលដែរពេលដែលគេរកចំណូលបានសរុបទូទាំងក្រុមគេដកលុយបាន$10000នៅក្នុងនោះបងប្អូនគឺទទួលបាន10% នៃ$10000អញ្ចឹងស្មើនឹង$1000ដែរឃើញទេបានប៉ុណ្្នឹងដែរយកទេបងប្អូនអរគ្នាយកអត់ទេគេគាត់តែរកលុយតែគេដកលុយចាយតែគេតែបងប្អូនបាន10% នៃចំណូលរបស់គេបាទអានេះគេថែមឲ្យទៀតណាបាទមួយទៀតគឺជាចំណូលតាមរយៈការដឹកនាំក្រុមចាយបាទអញ្ចឹងអ្នកដែលយើងបានប្រាប់ទៅប្រមាណអ្នកនោះ1000អ្នកនោះយើងរៀបចំក្រុមបែបនេះបាទអញ្ចឹងនេះមានឆ្វេងមានស្ដាំនេះគឺដែលយើងបានដំណើរការ 3 account នោះគឺយើងមានសិទ្ធិនៅក្នុងការ sign up account មានឆ្វេងនិងស្ដាំនឹងឯងអញ្ចឹងយើងដាក់មកបាទខាងនេះ500អ្នកមកបាទខាងស្ដាំនេះ500អ្នកមក
chẳng pe đại crom từng pi đó nghe kia chập đâm trái chẳng crom hàng chuyền trái crom hàng đâm trái pe đại trái cứ miếng phần tụ chuyền đâm chập cù bỏ nè chập cù bài phần tụ chuyền sân xong một hàng chuyền phần tụ đâm xong một hàng đâm chẳng chập cú smart nâng của man bà chập cú côn nâng đọc rồi vừa hàng tích tính chập một hàng tích chập một hàng trán chả hàng tích nâng côn từ nâng đọc rồi bà côn từ nâng đọc rồi chẳng chi chùm nô rồi bao giờ bà trô là hồn ở giờ dùng một bà là hồn lại nâng hãy bóng bố chú kết mơn tịch pram rồi nè ní bên này tập cất chọc trái rồi bên này cứ dương mình đăng thế thà bên này tập cất chọc trái rồi tôi có slam chỉ vật con tay lấy côn bọc con để con rộp chùm nô ba nó rộp con là rộp mơn là nó to ở côn tiết to ở trao tiết cái chai tiết trôi dương tiết bóng bố dạy chú kết mơn chùm nô bẹp nắng ạ xô thà tớ bà đại sừng công xem miền oi thế hợp miền tê bè chắc nè pram rồi nè con miền bóng bố dạy nhiều đấy miền mới cất mình pram to mày đấy bà mình cầm những căn để đi tơ căn để cho tới lớp bị pram rồi nè cho tô pon nè mưa nè xe nè liên nè nó bà cho nè chẳng can na từ cầm bao nhiêu người đi căn để chán miền nè cho luôn căn để chán chia bật top chùm nô cho một căn bóng ổn cứ căn để chán được nhỉ ở miền Tây cầm nọt cái này chùm nốt để thông cứ nơi cái lại này ai cứ nơi cái lại cầm chạy thì anh cứ chùm nốt thông chiên hàng lơ nó thông chiên ngày nè bà cái này ai ở dương khai chi này miên sẽ thấy nhưng mà hai sẽ thấy cứ nơi cái lại này ai bà giờ con là thấy cái cứ bổ bua cái lên bàn tay sừng công ta bà cái rồi lấy bán cái thứ ấy thôi nè sầm khán cái bán lôi móc cái vô mà trái về để cái trái miên chùm nốt cho tao bom ổn cái to lối cho từ căn bom ổn tập hè rồi tiền bà crom chuyền trái crom đâm trái chấp cú bom ổn bán chùm nô tiền bà nơi hàng lớn nè bà bom ổn bán nó rồi ngày rồi khai tiền bà tới chùm nô bẹp nâng ạ tới bom ổn trong bán đấy bởi trong bán ok điệp trong tôm na ca điệp trong pen ca mặt ngày ok chú luôn tam diện bom ổn tập nè bà thôi rồi ngày đặt pen ca rồi ngày pra pe tam rồi ngày giờ pe bay khai tập ngày chỉ vứt dương cứ plap đôi tiếng song tem đó bà chớm được nông trồng bạch này cứ chôm xôm bằng hai trăm tay bẩn nắng nông miên tràn tiệt nè nè đồng đông là bọc bột ọc nè nông miên tràn tiệt nè tay nhôm xôm bằng hai tay bẩn nắng tề bạn đầm bay ở chỗ là ba ông pi cài đẹp trong pan cá đầm bay ban chùm nô pra pe lấy hay giờ ban chùm nô soi sọc rồi giờ pe vén to côn to chảo bạn xôm ở con nè nó cũng mẹ con này bạn xôm chụp chạy chúng mình cái cá nghe mùi ní đầm bay chui mà hai chân ọc ní ai rút chùm nô ban tràn bạn xôm ở con xôm chùm đẹp liền bạn